បាត់សួស្តីអ្នកនរគ្នាព្រឹកនេះគឺយើងមកចំការលងោទៀតហើយជាមួយឆ្កែរបស់ខ្ញុំនេះទាំងព្រលឹមតែម្ដងហើយបងប្អូនឃើញទិន្នភាពជាក់ស្ដែងហើយលងោផ្លែតែចង់ទេប៉ុន្តែនេះមិនមែនជាផ្លែចង់ទេប៉ុន្តែដោយសារតែកណ្ដុរវាស៊ីបងប្អូនវាស៊ីតាំងពីក្រោមរហូតដល់លើរហូតដល់កាត់ផ្ដាច់អស់ពេញចំការដូចបងប្អូនឃើញអញ្ចឹងគឺលងោសល់តែម្ដាមទេហើយមិនរួចខ្លួនទេបងប្អូនហើយខ្ញុំមកជ្រោតព្រឹកនេះគឺមកតែឯងទេអូផ្លេកិតមានឆ្កែមួយក្បាលដែរបាទហើយនឹងក៏យន្តមួយទៀតច្រូតបានបន្តិចហ្នឹងក៏អស់ទៅហើយបើសិនជាមិនច្រូតទេគឺចោលហើយបងប្អូននេសាការដាក់ពូជការដាក់ដាំតន្ទើទាំងច្រើនដែរហើយបើសិនជាមិនច្រូតគឺស្មើនឹងចោលគឺខាតទាំងស្រុងហើយសង្ឃឹមថាឆ្នាំក្រោយទៀតអត់មានកត្តាបំផ្លាញដូចឆ្នាំនេះទៅទៀតចោះព្រោះការធ្វើកសិកម្មដំណាំផ្សេងហ្នឹងគឺវាមិនស្រួលទេបងប្អូនគឺត្រូវចំណាយពេលវេលាចំណាយដើមទុនហើយនៅហាលថ្ងៃនៅហាលក្តៅហត់នឿយណាស់ហើយជួនកាលបានមកគឺថោកទៀតកសិកម្មបាទប្រមូលផលមកមិនដែលបានថ្លៃទេហើយធ្វើក៏មិនសូវបានចំណេញប្រហែលទេប៉ុន្តែធ្វើមិនយើងកើតមកជាកូនអ្នកស្រែហើយទៅណាមិនឆ្ងាយគេក៏ធ្វើទៅដូចបងប្អូនមើលជាក់ស្ដែងអញ្ចឹងនេះសល់ 4-5 គ្រាប់ហើយមើលអស់លីងសល់តែស្មែងទេអានេះអាស្រ័យមុខគេថ្ងៃមុននៅច្រើនណាស់បងប្អូនប៉ុន្តែមកខានមកតែ 2-3 ថ្ងៃគឺវាស៊ីអស់តែលីងតែម្ដងជីវិតជាកសិករចឹងអាញពេលខ្លះហត់ខ្លាំងប៉ុន្តែក៏មានអារម្មណ៍ថាមិនទុយចិត្តនឹងវាសនារបស់ខ្លួនឯងដែលកើតមកជាកូនអ្នកស្រែដែរហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូ